ញស្លឹកតក្រងច្រើន3នាក់ប្តីហើយនឹងម៉ែហ្នឹងគឺមានគំនិតជួយគ្នាម្ដាយមួយជើងហ្នឹងក្តិចបានមួយខំកន្លះហើយយកមកលាងសម្អាតម្ដងមួយខ្ញុំពីរនាក់ម៉ែខ្វះកតាអាស្លឹកខ្ចីក្បែរត្រួយបងប្អូនវាធំហើយវាពណ៌ឡើងបៃតងខ្ចីហ្មងណាតែតាមពិតប្តីខ្ញុំថាអាល្អហ្នឹងគឺគេយកអាស្លឹកចាស់ក្រាស់ទេបានវាសម្បូរជ័រហើយយកមកអត់ហ៊ានបុកអត់ហ៊ានកិនទេបងប្អូនឃើញ YouTube គេឲ្យច្បាច់ក៏កើតជាចិត្តខំប្រឹងច្បាច់ទ្រាំតែគេព្រមមកលាយចូលក្នុងទឹកចេញជ័រមកហ្នឹងគឺថាចុកអស់ហើយក្លៀកនឹងកញ្ញាំដៃដល់ពេលអស់សមត្ថភាពច្បាច់ហើយមានអារម្មណ៍ថាវាអស់ជ័រលីងហើយក៏យកមកច្រោះមកវគ្គសិនយកកាកលើកទី1ហ្នឹងណារួចរាល់ហើយបានយកទៅច្រោះលើកទី2ជាមួយកសែងម្ដងឲ្យវាអស់កាកខ្លាំងប៉ុន្តែវាមិនអស់ 100% ទេយ៉ាងណាក៏វានៅសល់ជ្រាបតាមកសែងហ្នឹង 4-10% ដែរតែឥឡូវមកអត់មើលលទ្ធផលទុកមកយប់សិនណាបងប្អូនមិនកកបានញ៉ាំភ្លាមទេណាហើយអង្គើទៅនៅតែថលអញ្ចឹងពីអ្នកម៉ែគិតថាអញបានញ៉ាំអត់ហ្នឹងដល់ពេលយកកបិតទៅចាក់ទៅមានណាគេកកឲ្យហ្នឹងកាត់ហើយស្វិតណាជំនួសឆ្អែតណាអ្នកចឹងជាមួយទឹកដោះគោទៅស្មានតែវានឹងជ្រាយតាមពិតវាស្វិតទៅមានអីបងប្អូនបានឲ្យម៉ែហើយនឹងកូនភ្លក់ដែរតាសាច់គេឡើងស្វិតហើយបើទុកមកយប់ទៀតកាន់តែស្វិតជាងមុនទៀតវាជ្រាបជាតិទឹកចេញមកហើយយើងសរែងទឹកចោលទៅសាច់វានៅសល់ហ្នឹងគឺកាន់តែស្វិតល្អហើយញ៉ាំទៅគឺត្រជាក់ថ្នាំត្រជាក់ក្នុងរបស់ខ្មែរយើងហ្នឹងណាឥឡូវមកមើលទឹកមុខអ្នកភ្លក់មានអីសប្បាយចិត្តជាងហ្នឹងទៀតទេមានចំណីមួយម៉ាត់មួយកហ្នឹងគឺបានឲ្យម៉ែហើយនឹងកូនញ៉ាំហ្នឹងគឺជាសេចក្តីសុខរបស់យើងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះអរគុណជម្រាបលា